សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីគន្លឹះនៅក្នុងការទាញ Gmail របស់យើងដែលប្រើសុកហ្នឹងវាមានបញ្ហា error ហើយយើងព្យាយាមដាក់លេខមួយណាក៏អត់ចូលអញ្ចឹងណាអូខេអញ្ចឹង Gmail មួយនេះខ្ញុំបានចេញជាមួយនឹងវីដេអូមុនហើយគឺខ្ញុំទាញអត់កើតទេប៉ុន្តែវីដេអូនេះគឺយើងទាញបែបវិធីថ្មីតែម្ដងអញ្ចឹងប្រកាសថាទាញបាន 100% ព្រោះខ្ញុំបានសាកល្បងរួចរាល់ហើយចឹងបងប្អូនចង់ចេះកុំភ្លេចមើលវីដេអូមួយនេះអញ្ចឹងការទាញលើកនេះគឺយើងអត់ចូលទៅទាញនៅក្នុងPlay Store ឬក៏ Gmail ដែលខូចទេគឺយើងចូលមកក្នុង setting ទូរស័ព្ទរបស់យើងមកអញ្ចឹងនៅពេលដែលយើងចូល setting បងប្អូនអស់មករកពាក្យនេះរកពាក្យថា Google អញ្ចឹងយើងចុចទៅលើ Google ហ្នឹងហើយវាមកដល់ត្រង់នេះបងប្អូនចុចសញ្ញាចុច3នៅខាងលើចុចលើវារួចហើយយើងយកពាក្យថាជំនួយអញ្ចឹងមកដល់ត្រង់នេះយកកន្លែងស្វែងរកជំនួយចុចទៅលើស្វែងរកហ្នឹងមកតមកយើង search ពាក្យថាកន្លែងនេះយើង search ចេះមកបងប្អូនដាក់វាថា LOST មក LOST ហ្នឹងរួចហើយយើងចុចស្វែងរកមកអញ្ចឹងវានឹងចេញមកដល់ត្រង់នេះបងប្អូនយកអាពីលើចក្រោមយកអាទី2 fix common ហ្នឹង issue fit to step ហ្នឹងអូខេយកអាទី2ហ្នឹងមកបងប្អូនមើលអាដូចគ្នាចុចទៅលើវាអូខេឥឡូវខ្ញុំចុចទៅលើវាហើយអញ្ចឹងវានឹងមកដល់ត្រង់នេះបងប្អូនយកពាក្យថានេះ recover your account ចុចទៅលើវារួចហើយយកកន្លែងអាខាងក្រោមតមកយកកន្លែង account recover page ហ្នឹងបងប្អូនចុចទៅលើវាទៅអញ្ចឹងវានឹងលោតមកដល់នេះអូខេឈប់នេះអញ្ចឹងមកដល់នេះវាទាមទារឲ្យយើងដាក់ Gmail ដែលយើងចង់យកមកវិញហ្នឹងណាអញ្ចឹងវានឹងនាំយើងទៅអូនេះវាចេញថាมันអាចនាំចូលក្នុងកណនីបានទេបងប្អូនអានេះដោយសារតែទូរស័ព្ទរបស់ខ្ញុំហ្នឹងខ្ញុំបាន down ជាមួយនឹង browser ផ្សេងឥឡូវខ្ញុំទៅយើងចេញមកក្រៅសិនមកដើម្បីទៅធ្វើការលុបជាមួយនឹង browser ផ្សេងណាអានេះខ្ញុំចុចច្រឡំតិចឥឡូវខ្ញុំ back មកវិញសិនអូខេឥឡូវខ្ញុំអូសវាចេញដើម្បីខ្ញុំចេញមកលុបជាមួយនឹងកម្មវិធីមួយដែលខ្ញុំបាន download អានេះប្រៀបបីដូចជា browser អញ្ចឹងនេះជាមួយនឹងអានេះឥឡូវខ្ញុំធ្វើការលុបកម្មវិធីនឹងចោលសិនណាអូខេខ្ញុំលុបរួចរាល់ហើយឥឡូវខ្ញុំចូលមកទាញ Gmail របស់យើងវិញតមកយើងដាក់ Gmail ដែលយើងចង់ទាញនឹងមកតយើងចុចបន្ទាប់អញ្ចឹងវានឹងនាំមកដល់នេះបងប្អូនយើង take កន្លែងដែលយើងមិនមែនជំនិះយន្តនឹងមករួចហើយចុចបន្ទាប់ទៀតអូខេអញ្ចឹងមកដល់ត្រង់នេះបងប្អូនចុចទៅលើកន្លែងផ្ញើសារមកលេខទូរស័ព្ទរបស់យើងមកអញ្ចឹង Gmail នឹងផ្ញើសារមកកាន់លេខទូរស័ព្ទរបស់យើងហ្នឹងហើយអញ្ចឹងយើងទៅរកលេខកូដ6ខ្ទង់ដែល Gmail ផ្ញើមកយកមកបំពេញមកអូខេអញ្ចឹងយើងទៅយកយើងចូលមើល SMS លេខដែលយើងភ្ជាប់ជាមួយ Gmail ហ្នឹងអញ្ចឹងណាអូខេឥឡូវខ្ញុំសូមបំពេញវាសិនបន្ទាប់ពីយើងបំពេញហើយយើងចុចបន្ទាប់មកអូខេកន្លែងនេះគឺយើងដាក់លេខទូរស័ព្ទមួយខ្សែទៀតណាបងប្អូនឥឡូវខ្ញុំដាក់លេខទូរស័ព្ទមួយខ្សែទៀតសិនអញ្ចឹងលេខកន្លែងនេះយើងអាចដាក់ពីច្រើនយើងអត់មួយខ្សែអត់ចូលយើងដាក់មួយខ្សែទៀតដាក់2 3ខ្សែឲ្យវាចូលអញ្ចឹងណាបងប្អូនអូខេឥឡូវខ្ញុំសុំដូរដាក់លេខផ្សេងអូខេវាឲ្យបងប្អូនអញ្ចឹងកន្លែងនេះយើងយកលេខកូដដែលយើងដាក់លេខសាប់ថ្មីហ្នឹង Gmail ផ្ញើមកយើងបំពេញលេខ Gmail ថ្មីនឹងលេខកូដ Gmail ហ្នឹងមកតបយើងដាក់ផ្ទៀងផ្ទាត់អញ្ចឹងបន្ទាប់ពីយើងផ្ទៀងផ្ទាត់មកវាសួរយើងដូរលេខសម្ងាត់ថ្មីអត់បើយើងចង់ដូរក៏យើងដាក់ទៅតែបើយើងអត់ចង់ដូរក៏អត់ទៅអញ្ចឹងយើងយកពាក្យរំលងមកអញ្ចឹងខ្ញុំបញ្ជាក់បន្តិចលេខដែលខ្ញុំដាក់ហ្នឹងគឺខ្ញុំដាក់ពីមុនគឺខ្ញុំព្យាយាមដាក់ច្រើនដងគឺវាអត់ចូលទេប៉ុន្តែដោយសារធ្វើតាមកន្លែងថ្មីនេះគឺវាឲ្យណាអញ្ចឹងបើយើងគឺរួចរាល់ហើយយើងខំណាមកបំពេញបន្ថែមកន្លែងនេះមក add លេខទូរស័ព្ទបន្ថែមមកនេះគឺយើងដាក់លេខទូរស័ព្ទGmail ស្ដាំងណាបងប្អូនគឺវាតម្រូវឲ្យយើងដាក់ណាអញ្ចឹងយើងគួរតែដាក់ទៅយូរបំពេញព័ត៌មានឲ្យវាឲ្យគ្រប់បើមិនអញ្ចឹងទេ Gmail សើសុកអាចមានបញ្ហាទៀតអូខេអញ្ចឹងយើងបំពេញឲ្យបងប្អូនឃើញសញ្ញា tick ពណ៌ខៀវពណ៌បៃតងឡើងលយអូខេអញ្ចឹងបើយើងគឺរួចរាល់ហើយកន្លែងនេះគឺយើងខ្ញុំមើលថា Gmail របស់ខ្ញុំនឹងមាននៅក្នុងទូរស័ព្ទណាខ្លះអញ្ចឹងខ្ញុំ remove ចេញពីទូរស័ព្ទដែលខ្ញុំអត់ប្រើអញ្ចឹងពេលមកដល់កន្លែងនេះហើយបងប្អូនអាចអូសវាចេញទៅហើយយើងចូលមកកាន់ Play Store របស់យើងទៅដើម្បី log in Gmail ហ្នឹងចូលសារថ្មីម្ដងទៀតអញ្ចឹងណាបងប្អូនឃើញវាអត់តាន់បាត់ទេអញ្ចឹងយើងចុចទៅលើវាក៏បានដែរណា
ដល់ពេលដែលយើងចុចទៅលើវាមកវិធីឲ្យយើងបំពេញដើម្បី login ចូលឥឡូវខ្ញុំសុំខ្វាយមកវិញសិនណាខ្ញុំអូសវាចោលសិនតមកខ្ញុំចូលមកកាន់ Play Store វិញម្ដងទៀតអូខេឈប់នេះអញ្ចឹងយើងចូលមកកាន់ Play Store របស់ខ្ញុំមកអញ្ចឹងខ្ញុំចុចទៅរកកន្លែងGmail មួយហ្នឹងនេះដែលមានបញ្ហាមួយហ្នឹងអញ្ចឹងយើងចុចទៅលើ Gmail មួយហ្នឹងវានឹងទាមទារឲ្យយើង verify ផ្ទៀងផ្ទាត់ម្ដងទៀតដូចមិញអញ្ចឹងយើងចុចបន្ទាប់មកអញ្ចឹងកន្លែងនេះយើងវាយលេខកូដសម្ងាត់របស់យើងមកឥឡូវខ្ញុំវាយលេខកូដសម្ងាត់របស់ខ្ញុំតិចសិនអញ្ចឹងបន្ទាប់ពីយើងវាយលេខកូដសម្ងាត់រួចរាល់ហើយយើងចុចបន្ទាប់មកណាបងប្អូនអូខេយើងចុចបន្ទាប់មកអញ្ចឹងមកដល់ត្រង់នេះយើងជ្រើសរើសយកប្រើលេខកូដសម្ងាត់ទូរស័ព្ទទៅមិនបាច់យកផ្ញើលេខកូដមកលេខទូរស័ព្ទទេលេខកូដសម្ងាត់ទូរស័ព្ទរបស់យើងបងប្អូនអូខេអញ្ចឹងយើងចុចបន្ទាប់មកយើងឃើញថាធ្វើការដោះ lock screen នឹងមកគឺរួចរាល់ហើយអញ្ចឹង Gmail របស់យើងនឹងដំណើរការមកវិញធម្មតាអូខេឥឡូវវា load ចេញមកចេះយើងចូលមកកាន់ Play Store របស់យើងមកគឺ Gmail របស់យើងនឹងប្រើបានធម្មតាវិញហើយអញ្ចឹងខ្ញុំបញ្ជាក់ជូនបងប្អូនទាំងអស់គ្នាណានេះគឺជាការទាញយក Gmail បែបថ្មីដែលខ្ញុំព្យាយាមចូលទៅក្នុង Play Store ចុចទៅលើGmail ដែលវា error នឹងឲ្យព្យាយាមបំពេញទោះយ៉ាងណាក៏វាអត់ឲ្យខ្ញុំដាក់លេខទូរស័ព្ទដាក់អីចូលអញ្ចឹងណាអញ្ចឹងយើងធ្វើនៅក្នុងវិធីមួយនេះមកបងប្អូននឹងអាចដាក់លេខទូរស័ព្ទចូលបានហើយអូខេអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអាចធ្វើបានតែបើបងប្អូនធ្វើទៅមានចម្ងល់ឬក៏ទាក់អីត្រង់ណាអាច comment សួរខ្ញុំបានណា